មុនពេលដែលខ្ញុំមានកូនទីមួយរបស់ខ្ញុំគឺអូនចែនហ្នឹងណាខ្ញុំធ្លាប់ត្រូវបានគេយករឿងដែលការហើយ2ឆ្នាំហើយអត់ទាន់មានកូនយកមកនិយាយលេងសើចជុំគ្នានៅក្នុងចំណោមវងមនុស្សមករបៀបថាអ្នកផ្សេងគេការហើយគេមានកូនតែយើងវាមិនកើតអីចឹងណាគេមិនប្រើពាក្យហ្នឹងឯងគ្រាន់តែខ្ញុំក៏មិនចង់និយាយពាក្យគាត់នៅក្នុងវីដេអូនេះដែរគ្រាន់តែការលេងសើចហ្នឹងគឺវាបែបហ្នឹងពេលហ្នឹងខ្ញុំអត់មានអារម្មណ៍ថាឈឺចាប់អីទេព្រោះដោយសារតែខ្ញុំដឹងខ្លួនថាវាជារឿងដែលមិនពិតតែអារម្មណ៍មួយដែលខ្ញុំមានពេលហ្នឹងគឺភាពអាម៉ាស់ទាំងដែលខ្ញុំអត់បានធ្វើរឿងអីខុសសោះហ្មងហើយស្ដាយក្រោយមកដល់ថ្ងៃនេះដែលខ្ញុំអត់បាននិយាយអីតបតទៅវិញទាំងអស់ក៏ហីទៅ but it's not funny at all រឿងហ្នឹងវាអត់មានរឿងអីដែលគួរឲ្យចង់សើចឬមួយក៏គួរដែលយកមកលេងសើចសោះហ្មងអានេះខ្ញុំអត់មានបញ្ហានឹងផងចុះទងំតាអ្នកដែលគាត់មានបញ្ហាសុខភាពអញ្ចឹងមែនណាគាត់ស្ដាប់ពាក្យនឹងហើយគាត់មានអារម្មណ៍ថាម៉េចថាខ្ញុំប្រកាន់ក៏បានដែរប៉ុន្តែមកដល់ថ្ងៃនេះខ្ញុំនៅតែគិតថារឿងដែលគេមានកូនឬមួយក៏គេអត់មានកូនហ្នឹងណាគឺអត់គួរយករឿងហ្នឹងមកលេងសើចទេទំនាក់ទំនងប្តីប្រពន្ធមិនមែនការមកដើម្បីទៅយកកូនឬមួយក៏បញ្ជាក់សមត្ថភាពរឿងលើខែទេខ្ញុំនឹងប្តីខ្ញុំគឺយើងមាន plan ច្បាស់លាស់ថាប្រហែលឆ្នាំទៅពួកខ្ញុំចង់បានកូនការហើយខ្ញុំត្រូវការពេលវេលារស់នៅជីវិត couple ប្តីប្រពន្ធខ្ញុំត្រូវគិតពីសេដ្ឋកិច្ចគ្រួសារព្រោះយើងការហើយយើងត្រូវ responsible ជាច្រើនព្រោះយើងបង្កើតគ្រួសារមួយដែលខ្លួនឯងឯងអញ្ចឹងទោះចង់មានកូនឬមួយក៏អត់ចង់មានកូនក៏ដោយវាជាការសម្រេចចិត្តរបស់ប្តីប្រពន្ធយើងជីវិតគូប្តីប្រពន្ធអត់តាក់ទងមួយអ្នកដទៃសោះហ្មងវាជាការរៀបចំផែនការជីវិតរួមគ្នាស្ម័គ្រចិត្តហើយនឹងត្រៀមខ្លួនរួចជាស្រេចមិនមែនការចេញពីការបខំឬមួយក៏ការប្រៀបធៀបមួយអ្នកដទៃទេខ្ញុំបានស្ដាប់ podcast មួយនៅក្នុង page Via Cambodia នៅក្នុងហ្នឹងគឺគេមានការជជែកវែកញែកមានអត្ថន័យមែនទែននិយាយពីសុខុមាលភាពផ្លូវកាយនិងផ្លូវចិត្តរបស់គូជីវិតដែលមនុស្សភាគច្រើនគឺអត់ហ៊ានលើកមកនិយាយជាសាធារណៈឯងស្ដាប់ហើយឡើងជក់ចិត្តហើយទទួលបានចំណេះដឹងថ្មីៗមកវិញទៀតខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាជាសាធារណៈឲ្យស្គាល់ជាមួយនឹងវេទិកា Via ដែលពីមុនគឺធ្លាប់តែណែនាំ follower របស់ខ្ញុំដោយផ្ទាល់នៅពេលដែលគាត់ឆាតមកសួរខ្ញុំតាក់ទងជាមួយនឹងបញ្ហាសុខភាពណាមួយប៉ុន្តែវាលើសពីចំណេះដឹងដែលខ្ញុំអាចឆ្លើយមកគាត់បានខ្ញុំក៏ណែនាំឲ្យគាត់ឆាតទៅពិភាក្សាជាមួយនឹង page របស់ Via ហើយ Via គឺជាវេទិកា digital ដែលបង្កើតឡើងយ៉ាងពិសេសហ្មងដើម្បីគាំទ្រស្ត្រីរាប់ចាប់តាំងពីស្ត្រីគាត់មានរដូវរហូតដល់ពេលអស់រដូវសម្រាប់បងប្អូននារីដែលកំពុងតែត្រូវការពិភាក្សាឬមួយក៏ពិគ្រោះពីបញ្ហាសុខភាពបន្តពូជនិងសុខុមាលភាពផ្លូវភេទជាមួយដៃគូរួមមានការពន្យាកំណើតជំងឺកាមរោគការមានផ្ទៃពោះឬបញ្ហាសុខភាពបន្តពូជផ្សេងទៀតអាចចូលទៅពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញហើយធានារក្សាការសម្ងាត់ជូន 100% ហើយការពិភាក្សាហ្នឹងគឺអត់គិតថ្លៃទេអ្នកទាំងអស់គ្នាអាចស្វែងរក Via គ្រប់បណ្ដាញសង្គម Facebook Instagram TikTok ឬតាមរយៈ Telegram hotline លេខ 012-93124 ឬគេហទំព័រ viahealth.com.ke ស្ត្រីគ្រប់រូបស័ក្តិសមនឹងទទួលបានការថែទាំដ៏ត្រឹមត្រូវស្មោះត្រង់ដោយគ្មានភាពអៀនខ្មាសនិងគ្មានការរើសអើង